ហាងកាហ្វេសម័យឥឡូវដូចជាធ្វើបានមនុស្សខ្លាំងជាងហាងកាហ្វេសម័យមុនទៀតកាលឆ្នាំ1990ជាងខ្ញុំទៅផឹកកាហ្វេនៅតាមហាងកាហ្វេគឺគេប្រើសិតតែកែវថ្មឬកែវកញ្ចក់សម្រាប់ដាក់កាហ្វេទឹកកកឬមួយក៏កាហ្វេក្តៅទេប៉ុន្តែហាងកាហ្វេសម័យនេះឥឡូវប្រើសិតតែកែវជ័រដាក់កាហ្វេទឹកកកហើយពេលខ្លះកែវกระดาษដាក់កាហ្វេក្តៅអាកែវជ័រហ្នឹងដឹងតែប៉ះសុខភាពហើយថាអាកែវกระดาษហ្នឹងប៉ះសុខភាពក៏អត់ខ្ញុំអត់ច្បាស់ទេដូច្នេះខ្ញុំសូមឲ្យហាងកាហ្វេឥឡូវគិតពីសុខភាពផុសអ្នកញ៉ាំផងបើសិនជាអាចប្រើកែវថ្មឬកែវកញ្ចក់កុំប្រើកែវជ័រប៉ះពាល់សុខភាពហើយប៉ះពាល់បរិស្ថានទៀតថ្មីហ្នឹងអាមេរិកតម្រឃើញថានៅក្នុងដបទឹកសុទ្ធ1លីត្រគឺមានលំអងធូលីផ្លាស្ទិកដែលគេហៅថា nano plastic ហ្នឹង240000បំណែកដូច្នេះយើងយកកែវជ័រហ្នឹងទៅដាក់កាហ្វេទឹកកកកាហ្វេអីហ្នឹងតើក្នុងកែវជ័រហ្នឹងមានលំអងធូលីផ្លាស្ទិកអត់បងប្អូនគិតថាមានឬក៏អត់ហើយខ្ញុំក៏សំណូមពរមួយទៀតទៅតាមភោជនីយដ្ឋានមេត្តាឈប់ប្រើថង់ជ័រទៅវិចខ្ចប់ម្ហូបក្តៅទឹកស៊ុបអីឬមួយប្រើប្រអប់ស្នោទៅវិចខ្ចប់ម្ហូបក្តៅឲ្យភ្ញៀវទៅអានឹងចូលរួមចំណែកបំផ្លាញសុខភាពអតិថិជនខ្លាំងណាហើយតាមភោជនីយដ្ឋានហាងបាយមួយចំនួនសូមប្រើចានថ្មល្អទៅឃើញទិញចានជ័រថោកមកដាក់សឡដាក់បាយក្តៅម្ហូបក្តៅឲ្យភ្ញៀវញ៉ាំប៉ះពាល់សុខភាពខ្លាំងណានៅកម្ពុជាឥឡូវអ្នកកើតជំងឺមហារីកកើនឡើងស្ទើរ1 គុណ 7មួយឆ្នាំឡើងដល់ 30000 អ្នកជាងដូច្នេះសូមអ្នករកស៊ីគិតពីសុខភាពភ្ញៀវអតិថិជនផងណា